ធម្មពលរបស់អ្នកមានអានុភាពជាខ្លាំងវាអាចលើកឲ្យអ្នកឡើងឬក៏ទាញអ្នកឲ្យធ្លាក់ចុះនៅពេលអ្នកមានអារម្មណ៍ល្អដូចជាក្តីសប្បុរសការអត់ធន់និងភាពរីករាយអ្នកបង្កើតបាននូវទីធ្លាល្អប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នាអារម្មណ៍ល្អកើតចេញពីបេះដូងមានសេចក្តីសុខនិងមានចិត្តដឹងគុណដោយជៀសវាងការនិយាយដើមគេការមានកំហឹងនិងភាពអវិជ្ជមានព្រោះការមានរបស់អស់ទាំងនេះវាធ្វើឲ្យចិត្តរបស់អ្នកក្តៅក្រហាយផ្ទុយទៅវិញចូលចែករំលែកនៅស្នាមញញឹមចេះជួយអ្នកដទៃនិងនិយាយដោយប្រុងប្រយ័ត្នឲ្យខ្លួនរបស់អ្នកនៅជុំវិញដោយមនុស្សដែលនាំមកនៅពន្លឺនៃក្តីសង្ឃឹមមិននៅជាមួយសម្លេងរំខានដែលនាំឲ្យមានអារម្មណ៍មួម៉ងទេនៅពេលអ្នកការពារចិត្តរបស់អ្នកឲ្យមានសេចក្តីសុខអ្នកក៏អាចការពារធម៌ពលរបស់អ្នកបានដែរចូលចងចាំថាអារម្មណ៍ល្អដែលអ្នកបញ្ជូនចេញទៅអ្នកដទៃកាន់តែច្រើនជីវិតរបស់អ្នកនឹងទទួលបាននូវអារម្មណ៍ល្អមកវិញកាន់តែច្រើនដូចគ្នា